ចំពោះបងប្អូនចង់ធ្វើអាជីវកម្មទិញអីវ៉ាន់ពីវៀតណាមយកមកលក់បន្តបងប្អូនអាចរៀនមួយនាងខ្ញុំបានហើយសមាជិកក្នុងក្រុមដល់430នាក់ហើយបញ្ជាក់បងប្អូនសម្រាប់វារបស់ខ្ញុំផងដែរគឺមានការផ្ដល់ជូនបងប្អូនច្រើនរាល់ថ្ងៃគឺខ្ញុំតម្លាក់ហាងថ្មីនិងរោងចក្រថ្មីជូនបងប្អូនរហូតគឺអត់មានតម្លាក់តែម្ដងចប់ទេគឺបងប្អូនរៀនបានរហូតដែរបញ្ជាក់ហាងគឺមានច្រើនខ្លាំងមែនទែនបងប្អូនចង់បានអីគឺទិញនឹងទៅហើយក្នុងនឹងមានជម្រើសច្រើនទាំងទិញជាមួយនឹង app Zalo ទិញជាមួយនឹង Telegram ហើយ Facebook ហើយនឹង IG ហើយនឹង TikTok អីគឺខ្ញុំតម្លាក់នៅក្នុងនឹងទាំងអស់ហើយងាយស្រួលសម្រាប់បងប្អូនប្រជាទិញហើយនេះគឺជាសិស្សរបស់ខ្ញុំគាត់រៀនទិញបានពីវៀតណាមគាត់អត់ចេះភាសាគាត់អត់ចេះភាសាអង់គ្លេសទេចេះតែខ្មែរគាត់ធ្វើតាមខ្ញុំប្រាប់គឺទិញបានដល់ដៃបងប្អូនអាចមើលបានហើយបញ្ជាក់បងប្អូនសម្រាប់ការទិញអីវ៉ាន់ពីវៀតណាមការបេលុយនឹងដឹកក៏មានបរិញ្ញាបងប្អូនមកចាប់ដែរនិយាយរួមទៅគឺបរិញ្ញាបងប្អូនតើតែចេះទិញដល់ដៃអញ្ចឹងបើសិនជាបងប្អូនចង់រៀនអាចឆាតមក Telegram ខ្ញុំបានអរគុណបងប្អូនទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកអាប់ដេតមេរៀនតាក់ទងជាមួយនឹងការបង្កើត account នៅក្នុង app Zalo ណាព្រោះ Zalo ឥឡូវវាមានការអាប់ដេតអញ្ចឹងសមាជិកដែលគាត់មើលវីដេអូចាស់ច្បាស់ជាបង្កើតអត់បានទេបងប្អូនអាចមើលវីដេអូថ្មីនេះបានណាការបង្កើតអត់ពិបាកទេបងប្អូនងាយស្រួលទេបងប្អូនធ្វើទៅតាមខ្ញុំប្រាប់ទៅអាចធ្វើបានហើយអានេះបងប្អូនជ្រើសរើសយក create new account ណាមិនបាច់យក login ទេយក create new account ហើយយើងជ្រើសរើស855មកបូក855បន្ទាប់មកលេខទូរស័ព្ទរបស់យើងណាតាក់ទងជាមួយនឹងលេខទូរស័ព្ទបងប្អូនប្រើប្រាស់លេខទូរស័ព្ទដែលធ្លាប់បង្កើតពីមុនមកក៏បានដែរអត់បញ្ហាទេដាក់លេខណាក៏បានដែរឥឡូវធ្វើតាមខ្ញុំសិនទៅចុច next មកហើយបន្ទាប់មកយើងអូសអានឹងមកត្រង់នេះបងប្អូនជ្រើសរើសយកទី1បងប្អូនជ្រើសរើសយក call hotline ហ្នឹងជ្រើសរើសយកទី1មកទី2មិនបាច់ជ្រើសរើសទេលុះត្រាតែបងប្អូនស្គាល់មិត្តភ័ក្តិនៅវៀតណាមអីបានជ្រើសរើសទី2អញ្ចឹងអ្វីដែលជ្រើសគឺជ្រើសរើស call hotline ទី1អញ្ចឹងមួយទៀតត្រង់នេះបងប្អូនជ្រើសរើសយកអញ្ចឹងនៅពេលដែលយើងជ្រើសរើស call hotline ទី1ហើយគឺវាចេញតម្រងបែបនេះពេលដែលចេញតម្រងបែបនេះបងប្អូនមិនបាច់ជ្រើសរើសយក call hotline ទៀតទេយើងជ្រើសរើសយកជា send message បងប្អូនចុចជ្រើសរើសយកជា send message វិញព្រោះអីពីមុនវីដេអូមុនគឺខ្ញុំប្រាប់បងប្អូនពីរបៀបជ្រើសរើសឲ្យ call ទៅគេប៉ុន្តែលើកនេះយើងមិនបាច់ចាំជ្រើសរើស call ទៅគេទេគឺបងប្អូនជ្រើសរើស send message យកជា send message មកហើយបងប្អូនឃើញតម្រង Q នេះវាចេញ send message ចុចមកគឺយើងអាចផ្ញើសារទៅគេបានហើយអញ្ចឹងពេលដែលផ្ញើសារគឺវាអត់ឡូតសារមកឲ្យយើងទេប៉ុន្តែកន្លែងនេះគឺវាមានការផ្លាស់ប្ដូរនេះកន្លែង check verify នេះចុចមកបងប្អូនចុចលើវាមកនៅពេលដែលចុចទៅគឺវាឲ្យយើងដាក់ឈ្មោះហើយប៉ុណ្ណឹងគឺហើយនិយាយរួមទៅកន្លែងហ្នឹងគឺងាយស្រួលទេវាអត់ផ្ញើសារមកទេប៉ុន្តែវាឲ្យយើង submit ជាមួយនឹងឈ្មោះបង្កើត account ថ្មីបានដោយងាយមិនបាច់ចាំញ៉ៃញ៉ៃវែងឆ្ងាយច្រើនណាគឺងាយស្រួលជាងមុនបងប្អូនខ្លះគាត់ថាពិបាកតែឥឡូវគឺខ្ញុំគិតថាការបង្កើតគឺងាយស្រួលជាងវីដេអូមុនទៀតមិនបាច់ចាំ call ទៅគេញ៉ៃញ៉ៃហើយក៏អត់មានសារដែលផ្ញើមកដែរនឹងហើយបងប្អូនហើយត្រង់នេះបងប្អូនជ្រើសរើសដាក់តាមអត្តសញ្ញាណប័ណ្ណយើងមិនគឺដាក់អញ្ចឹងទៅហើយបន្ទាប់មកយើងដាក់ភេទស្រីភេទប្រុសអញ្ចឹងណាកន្លែងនេះបញ្ជាក់បងប្អូនគឺអត្តសញ្ញាណប័ណ្ណយើងដាក់មិនគឺដាក់អញ្ចឹងទៅដើម្បីវា scan ទៅវាចាប់អញ្ចឹងណាអញ្ចឹងបងប្អូនរកមើលដាក់ទីតាំងសំទោសដាក់ថ្ងៃខែឆ្នាំកំណើតដែលយើងត្រូវឲ្យត្រូវមកបន្ទាប់មកទៀតកន្លែងនេះបងប្អូនចុច next មកពេលដែលចុច next ទៅគឺវាចេញបែបនេះហើយគឺយើងអាច success ហើយកន្លែងនេះបងប្អូនចុច skip មកចុច skip ទៀតមកកុំតាន់តាំងវាក៏បានដែរចាំតាំងពេលក្រោយទៅសំខាន់គឺយើង verify សិនតែអត់ verify ដឹងតែធ្វើតែ2 3ថ្ងៃខូចទៀតហើយអញ្ចឹងយើងត្រូវ verify វាសិនណាបន្ទាប់មកទៀតគឺយើងចូលកន្លែង account របស់យើងមកបងប្អូនឃើញមានតម្រងបែបនេះហើយពេលដែលឃើញតម្រងបែបនេះហើយបងប្អូនរកមើលចុចកន្លែង account មកហើយនេះចុចយកកន្លែង verify នេះមកបងប្អូនចុច get start ហើយត្រង់នេះគឺបងប្អូនដាក់អត្តសញ្ញាណប័ណ្ណរបស់បងប្អូនឬក៏ដាក់passport និយាយរំទៅពីកន្លែងនេះបងប្អូនដាក់បានពីជំរើសដាក់អត្តសញ្ញាណប័ណ្ណក៏បានដាក់ passport ក៏បានដែរអញ្ចឹងណាអញ្ចឹងខ្ញុំជ្រើសរើសយកជាដាក់អត្តសញ្ញាណប័ណ្ណដើម្បីឲ្យមានភាពងាយស្រួលអញ្ចឹងណាឥឡូវខ្ញុំរកមើលអត្តសញ្ញាណប័ណ្ណដែលបានថតទុកសិនតាក់ទងមួយនឹងអត្តសញ្ញាណប័ណ្ណបងប្អូនដាក់ថតឲ្យច្បាស់ណា
ខ្ញុំសូមបញ្ជាក់បងប្អូនមួយតកតងមួយនឹងអត្តញ្ញាណប័ណ្ណការថតគឺត្រូវតែច្បាស់ហើយមាន background ខាងក្រោយត្រឹមត្រូវកុំឲ្យដាច់គៀនគឺថតឲ្យពេញហាមមានរញ៉េរញ៉ៃនៅ background ក្រោយហើយឲ្យច្បាស់ហើយបញ្ជាក់ហើយក្នុងរូបមិនគឺខាងក្រៅគឺយើងត្រូវតែថតមុខយើងផ្ទាល់កាលណាដែលយើងថតអត្តញ្ញាណប័ណ្ណផ្សេងនៅខាងក្រៅថតផ្សេងគឺវាអត់ឲ្យទេឥឡូវខ្ញុំធ្វើឲ្យវា success បែបហ្នឹងបន្ទាប់មកគឺវាឲ្យថតមុខយើងផ្ទាល់ឥឡូវខ្ញុំថតមុខខ្លួនឯងផ្ទាល់ហើយយើងថតឲ្យត្រូវមកបន្ទាប់មកគឺវាចេញ success អញ្ចឹងទៀតហើយអញ្ចឹងកាលណាដែលចេញអញ្ចឹងគឺវាអូខេហើយត្រង់នេះបងប្អូនយកពាក្យ call me បងប្អូនចុចឲ្យវា call មកយើងដើម្បីយើងទទួលឲ្យវា scan លើមុខយើងណាចុចទទួលមកបងប្អូនអានេះខ្ញុំសុំទទួលហើយយើងដាក់មុខរបស់យើងផ្ទាល់មកដើម្បីវា scan កន្លែងនេះគឺយើងត្រូវ scan ធ្វើម៉េចឲ្យត្រង់មុខយើងឲ្យរៀងច្បាស់មកបានវាចាប់បានបើចាប់អត់បានវានៅតែscan មុខអត់ត្រូវនឹងឯងអញ្ចឹងនេះវាចេញសញ្ញា fail តែដល់ពេលចេញពណ៌ខៀវអញ្ចឹងមានន័យថា success ហើយបន្ទាប់មកគឺវាចុចបិទហើយពេលដែល scan ត្រូវហើយយើងចុចបិទដែរព្រោះអីកន្លែងនេះមិនមែនយើងនិយាយគ្នាទេគ្រាន់តែថានេះគ្រាន់តែជាការ scan វា verify ជាមួយនឹងមុខយើងអញ្ចឹងណាអញ្ចឹងបន្ទាប់មកទៀតតកតងមួយនឹងការ verify នេះរយៈពេល2ទៅ5ថ្ងៃបងប្អូនរយៈពេល2ទៅ5ថ្ងៃដែលបាន verify ជោគជ័យមានន័យថាចន្លោះពី2ទៅ5ថ្ងៃបាន verify បានណាព្រោះអីអាឡុងពេលនេះគឺវាកំពុងតែ check មើលព័ត៌មានរបស់យើងសិនអញ្ចឹងណាអញ្ចឹងបើសិនជាយើងធ្វើបានត្រូវអស់ហើយគឺវា approve active ហើយតកតងមួយនឹងការបង្កើត account Zalo គឺរៀងពិបាកបន្តិចសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់កម្មវិធីApp Store ហើយប្រើប្រាស់ iPhone ណាបញ្ជាក់បងប្អូនសម្រាប់ iPhone ដូចជារៀងពិបាកជាងគេបើថា Android ងាយស្រួលភាគច្រើនបងដែលឆាតមកខ្ញុំគឺសុទ្ធតែ iPhone ដែលគាត់បង្កើតទៅវាមានបញ្ហាតែបងប្អូនអាចសាកល្បងតាមវីដេអូខ្ញុំបានសាកមើលសិនទៅបងប្អូនបើសិនជាវាចេញតម្រងផ្សេងចាំឆាតមកសួរខ្ញុំក៏បានដែរសម្រាប់អ្នកដែលគាត់ប្រើប្រាស់ iPhone ណាតែបើ Android គឺងាយស្រួលគឺបង្កើតបានភ្លាមដូចខ្ញុំធ្វើវីដេអូហ្នឹងអញ្ចឹងបើដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងបងប្អូនតាក់ទងមួយនឹង account បងប្អូនត្រូវតែរៀបចំវាឲ្យស្អាតទៅដាក់រូបភាពរបស់យើងផ្ទាល់មកដូចខ្ញុំសរសេរក្នុងហ្នឹងណាអញ្ចឹងសម្រាប់ account បងប្អូនត្រូវដាក់ password ដាក់ email ដាក់អីមកចាប់ឲ្យស្អាតមកតែហ្នឹងគឺយើងប្រើប្រាស់បានយូរហើយគឺខ្ញុំប្រើប្រាស់រាប់ឆ្នាំអូខេបងប្អូនឃើញពាក្យ in review នេះគឺវាកំពុងតែដំណើរការប្រហែល2ទៅ5ថ្ងៃបានវា active អញ្ចឹងបើបងប្អូនមានចម្ងល់អីអាចឆាតមកសួរខ្ញុំបានអរគុណច្រើនបងប្អូនជួយ subscribe ម្នាក់មួយផងណាបាយបាយខ្ញុំអាចនិយាយបានថាផ្នែក social media គឺជាដៃស្ដាំសម្រាប់យើងលក់លើអនឡាញបើសិនជាបងប្អូនមិនចេះផ្នែកហ្នឹងទេគឺយើងមិនអាចធ្វើទីផ្សារទាន់គេទេបើយើងលក់នៅលើអនឡាញគឺយើងបាន25ខេត្តក្រុងតែបើសិនជាយើងលក់មួយកន្លែងគឺយើងបានតែមួយខេត្តដែលយើងបានលក់ទេបើបងប្អូនមានចំណាប់អារម្មណ៍ទាក់ទងមួយនឹងការរៀនផ្នែក social media បងប្អូនអាចឆាតមកនាងខ្ញុំផ្ទាល់បានមានបរិញ្ញាច្រើនផ្នែកសម្រាប់បងប្អូនជ្រើសរើសមានទាំងវគ្គ boot page boot TikTok មាន boot ផ្សេងទៀតទៅលើការលក់លើអនឡាញហើយមួយវិញទៀតគឺមានវគ្គកំងបានពីក្រៅប្រទេសបោះដុំនិងលក់រាយយើងអាចយកមកលក់បន្តក៏បានដែរតម្លៃ$1 $2ក៏បងប្អូនអាចទិញបានដែរបើបងប្អូនមានចំណាប់អារម្មណ៍សូមឆាតមក Facebook នៃខ្ញុំផ្ទាល់ឈ្មោះលៀមសូយ៉ា